ទាំងអស់នេះគឺជាសមិទ្ធផលខ្សៅខ្យងដែលយើងបានរាវនៅក្នុងស្រះអញ្ចឹងចង់ដឹងពីសកម្មភាពរាវបែបមិនខ្លះតទៅទស្សនាទាំងអស់គ្នាសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាជួបជាមួយខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយចំពោះវីដេអូនេះផងដែរគឺខ្ញុំមកលេងតែបងខ្ញុំហើយក៏ឆ្លៀតទៅរាវខ្សៅញ៉ាំដែរអញ្ចឹងណាមានខ្យងមានអីចឹងទៅគឺជាបន្លែទឹកអ្នកនរគ្នាធ្លាប់មើលវីដេអូរបស់ខ្ញុំពីមុនហ្នឹងគឺស្គាល់ហើយគឺបន្លែទឹកហ្នឹងគឺមានខ្សៅមានអីដែរប៉ុន្តែមានត្រីមានអីទៀតអញ្ចឹងណាប៉ុន្តែយើងអត់បានចុះមើលនៅហ្នឹងទេតែណាក៏ឃើញមានជំនួយការរបស់យើងមួយទៅដែរគឺទាតាមតែរហូតអ្នកនរគ្នាអញ្ចឹងធ្វើ3គាត់ឆ្លងបន្លែអ្នកនរគ្នាបន្លែនេះហើយយើងចូលទៅក្នុងទៀតណាព្រោះស្រះទឹកនៅខាងក្នុងនោះឯងមួយហត់ម៉ែអូនចង់ដើរអូនឡើងលៀនណានេះបន្ទាប់តែ3ឆ្លងបន្លាយហើយដាក់ចូលនឹងគឺរត់ទៅមុខទៀតហើយអ្នកគ្នាប៉ុន្តែអត់ហ៊ានទៅឆ្ងាយទេអត់ហ៊ានរត់ទៅមុខយើងឆ្ងាយទេអ្នកគ្នាព្រោះខ្លាចយើងអត់ទៅតាមអញ្ចឹងណានេះម៉ាក់គេចង់រត់ប៉ុណ្ណឹងមួយសេឡែនចង់បោកសេឡែននេះរត់ប៉ុណ្ណឹងមានឆ្ងាយសេឡែនណាបាទអញ្ចឹងចាប់ផ្ដើមរត់ប៉ុណ្ណឹង1 2 3ទៅហើយគេនឹងឯងបាទចង់រត់ប៉ុណ្ណឹងមួយសេឡែននេះរត់មិនឆ្ងាយសេឡែនណានេះគឺយើងចាប់ដើមមកគីអ្នកគ្នាមកដល់ឯងគឺស្រះទឹកធំដែរប៉ុន្តែទឹករៀងរាក់ជាងមុនអ្នកទាំងអស់គ្នាដែលធ្លាប់មើលវីដេអូរបស់ខ្ញុំគឺស្គាល់ស្រះនេះហើយព្រោះខ្ញុំធ្លាប់ថតវីដេអូលើកទី1ហ្នឹងគឺខ្ញុំមកថតនៅស្រះហ្នឹងដែរប៉ុន្តែទឹករៀងច្រើនអញ្ចឹងណាតែមកលើកនេះគឺទឹករៀងស្រកដែរប៉ុន្តែនៅតែជ្រៅអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំរាវខ្សៅហ្នឹងរាវទៅនៅខាងទេបានតែធ្វើបាក់ផាតប៉ុណ្្នឹងទេអ្នកគ្នាបើទៅរៀងឆ្ងាយយ៉ាងនេះគឺជ្រៅលិចជង្គង់នឹងស្ទឹកសាមខោអស់ចឹងណាហើយមានខាងមែនប៉ុន្តែមានខ្សៅខ្យងច្រើនខ្លាំងមែនតែនេះគឺជាខ្សៅដែលយើងវាទុំនៅមែកឈើចឹងវាទុំនៅលើមែកឈើច្រើនអ្នកគ្នាលើកតែមួយមែកមកមានច្រើនប៉ុន្តែវាតូចពេកចឹងយកអត់បានចឹងណាអត់មានធ្វើអីទេនោះតនេខ្លាំងណាទៅមកងើតរកផ្លូវស្មៅអត់ឃើញណានឹងទៅណាតណៃមិនដឹងធ្វើខាងនេះឬមកខាងនេះអើយធ្លាក់ទឹកដល់កហើយនេះHello ដូចតែបានឃើញនៅក្នុងវីដេអូអញ្ចឹងលើពឹសខូចតែបានដើរហ្នឹងគឺគ្មានបានសម្រាប់ទេរត់ទៅនេះទៅនោះហើយមិញហ្នឹងគឺដោយសារតែបងខ្ញុំនៅខាងនោះខ្ញុំនៅខាងនេះអញ្ចឹងគឺវារេរែកឲ្យដឹងថាទៅតាមណាតាមណីដល់ពេលចុងក្រោយគេសម្រេចចិត្តគេគិតមកសបកមកគឺគេសម្រេចចិត្តទៅរត់មករកខាងខ្ញុំវិញហើយនេះអ្នកនរគ្នាគឺខ្សៅច្រើនខ្លាំងមែនតើយើងលើកតែមេឈើមកយើងបេះយកគាត់ថាវាតូចអញ្ចឹងណាចឹងយើងយកបេះថាធំទេតូចពេកគឺអត់មានសាច់ក្នុងការញ៉ាំទេស្ងោទៅគឺបាត់សាច់អស់អញ្ចឹងមេឈើច្រើនមែនប៉ុន្តែយកអត់សូវបានដោយសារតែវាតូចពេកអញ្ចឹងយើងមើលថាធំទៅហើយយើងរាវហ្នឹងគឺមានទាំងខ្យងមានទាំងអីនៅនឹងដែរអញ្ចឹងខ្យងគឺយើងយកដែរយើងយកមកស្ងោទាំងអស់ហើយនេះគឺនំដូរទីតាំងក្នុងការរាវហើយព្រោះរាវមកកន្លែងវាមាននៅកន្លែងមួយហ្នឹងវាតូចពេកអញ្ចឹងដូរកន្លែងថ្មីដូរមករាវនៅកន្លែងចិត្តមានតកួនមានអីទៅវាមានច្រើនណែអ្នកនេះហើយមានធំអញ្ចឹងណាអញ្ចឹងយើងបានគួសមដែរគាត់ថាយើងរាវនៅទឹករាក់អញ្ចឹងទៅអត់សូវបានច្រើនទេហើយណាមួយយើងរើសអាធំមិនយើងយកអញ្ចឹងអាទូចល្មមពេកក៏យើងអត់យកដែរពីកូននេះរវល់ដល់កយរវល់ជាងគេអ្នករើសនេះអីទៀតហើយនេះខ្ញុំមកលើកមែកឈើមួយមែកទៀតដែរហើយមានខ្សៅធំដែរណាគ្នាអញ្ចឹងយើងបេះតាធំទៅហើយនេះគឺយើងបានគួសមដែរប៉ុន្តែឃើញច្រើនមែនប៉ុន្តែដល់ពេលយើងស្ងោទៅបានតិចទេអ្នកគ្នាដោយសារមានខ្យងអញ្ចឹងទៅវាមើលទៅដូចច្រើនអញ្ចឹងយើងក៏សម្រេចចិត្តថានៅរាវបន្តទៀតយកថែមទៀតដើម្បីឲ្យបានយ៉ាងច្រើនជាងនេះទៀតហើយខ្ញុំដូរទីតាំងមកគៀកស្បៃនេះវិញគិតថានឹងអាចនឹងមានខ្សៅនឹងខ្យងច្រើនអញ្ចឹងណាអញ្ចឹងក៏ដោយការគិតមែនគឺមានគួសមហើយបានយ៉ាងធំដែរអ្នកនរគ្នាគាត់ថាវាមិនបានច្រើនទេគឺមកល្មមតែវាមានធំចឹងណានេះលើកតែមែកឈើមកគឺបាយកតែម្ដងគឺអត់មានទូចទេគឺធំច្រើនអញ្ចឹងនៅធ្វើអីទៀតយើងបេះយកទៅហើយយើងដាក់ថង់របស់យើងអញ្ចឹងណាប៉ុន្តែដូចជាមិនតន់អស់ចិត្តសោះខ្ញុំគិតថានៅមានទៀតអញ្ចឹងខ្ញុំក៏នៅបន្តរាវទៀតសិនព្រោះឃើញមើលទៅដូចមានច្រើននៅម្ដុំហ្នឹងអញ្ចឹងណាអញ្ចឹងក៏សម្រេចចិត្តថានៅរាវបន្តទៀតហើយខ្ញុំក៏លើកមែកឈើមួយមែកនេះទៀតមកគឺមានច្រើននេះគាត់ថាវាតូចអញ្ចឹងពេលលើកមែកឈើមកក៏ឃើញវាទុំនៅលើមែកឈើហ្នឹងច្រើនអញ្ចឹងក៏បេះយកទៅហើយបន្ទាប់ពីបេះហើយក៏ខ្ញុំចូលទៅរាវនៅកន្លែងគៀកស្បៃដោយសារគៀកស្បៃអាចនឹងមានធំច្រើនអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងនៅខាងនេះយើងមើលឃើញអញ្ចឹងដើររើសយកតែម្ដងអញ្ចឹងយើងបានយើងគួសមដែរហើយក៏សម្រាប់ថាឈប់រើសប៉ុណ្ណឹងនេះគឺជាអ្វីដែលយើងរើសបានគឺមានប៉ុណ្ណឹងនៅក្នុងថង់គឺបោះបងខ្ញុំហើយនៅថង់ហ្នឹងគឺជាបោះខ្ញុំចំពោះវីដេអូខ្ញុំគឺមានតែប៉ុណ្ណឹងទេជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូក្រោយ